ជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំបាទសុរៈថ្ងៃនេះគឺខ្ញុំនឹងមកណែនាំឬក៏ចែករំលែកអ្នកនរគ្នាជាមួយនឹង key level របស់ MSNR ជាដំបូងយើងត្រូវយល់ថា key level របស់ MSNR មានចំនួនប្រមាណសិនទី1 key level របស់ MSNR មាន classic A សម្រាប់ classic A នេះយើងក៏អាចហៅវាបានថាជា resistant ផងដែរហើយទី2គឺយើងមានជាមួយនឹង classic V នៅក្នុងនេះយើងអាចហៅវាបានថាជា support បន្ទាប់មកយើងមាន RBS នេះគឺមានន័យថា resistance become support អញ្ចឹងក្នុងនេះខ្ញុំគ្រាន់តែប្រាប់អ្នកនរគ្នាត្រួសអំពី key level របស់ MSNR តែប៉ុណ្ណោះពួកយើងនឹងមកនិយាយវាលម្អិតហើយនឹង combo វាជាមួយនឹង structure ហើយ liquidity នៅវីដេអូបន្ទាប់មកគឺយើងមាន SVR ដែលមានន័យថា support become resistant អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលវាត្រួសបាននៅក្នុងនេះយើងមាន key level បន្ទាប់គឺជា QM អាហ្នឹងគឺមានន័យថា Quasimodo នេះវាមានរូបរាងជា shoulder and head បន្ទាប់មកគឺយើងមាន OCL ដែលជា open and close level វាជាកន្លែងដែលបើកហើយនឹងបិទ candlestick អូខេបន្ទាប់មកគឺយើងមាន CE ដែលជាចុងក្រោយអូខេខ្ញុំត្រឡប់មកវិញនិយាយរួមគឺ key level របស់ MSNR គឺមានប៉ុណ្ណឹងឥឡូវគឺយើងនឹងមកចូលនឹងស្វែងយល់ទាំងអស់គ្នាអំពីទម្រង់ classic A និង classic V ឲ្យអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងទម្រង់ classic A ក្នុងទម្រង់ជាឡានឆាតអ្នកទាំងអស់គ្នាបានឃើញវាជាកម្ពូលមួយដែលសារបាន drop ចុះហើយមាន candle មួយទៀតវាបានប៉ះហើយក៏ reject ចុះក្រោមវិញហើយសម្រាប់ classic V ក៏ដូចគ្នាអ្នកទាំងអស់គ្នាអាចមើលវាមានរាងជាបែបនេះបន្ទាប់ពីវាបានមកប៉ះហើយក៏វា reject ឡើងទៅលើវិញអញ្ចឹងពួកយើងបានស្វែងយល់អស់ហើយជាមួយនឹងទម្រង់សារឡានឆាតឥឡូវពួកយើងនឹងមកស្វែងយល់ពេលដែលវាមានទម្រង់ជា candlestick អញ្ចឹងពួកយើងអាចមកមើលបាននៅក្នុងជាទម្រង់ candlestick អ្នកទាំងអស់គ្នាអាចឃើញ classic A ដែលមាន total soup បែបនេះគឺវាមានលក្ខណៈ strong ដែលវាបាន break ជាមួយនឹងដែលខាងក្រោមគេហៅថាជា order block នៅពេលដែលផ្សារបាន break candle ទី1នេះក្រោយពេលដែលផ្សារបានប៉ះ classic A ហើយក៏ reject ចុះក្រោមវិញហើយនេះគឺជាទម្រង់ classic V ដែលមានលក្ខណៈស្រដៀងគ្នាដែរជាមួយនឹង classic A អញ្ចឹងពួកយើងនឹងមកមើលជាមួយនឹង real chart ទាំងអស់គ្នាអូខេឥឡូវយើងនឹងស្វែងរកជាមួយនឹង classic A ឲ្យគ្នាយើងបានយកតគ្នាឥឡូវយើងបានឃើញហើយកន្លែងនេះ classic A បន្ទាប់មកយើងចាប់ជា total soup សិនយើងឃើញបន្ទាប់មកយើងចាប់ខាងចុងនេះដែលមាន candle បិទស្មើគ្នាបែបនេះយើងអាចចាប់វាបានទៅជា support ឬក៏យើងអាចហៅវាបានថាជា classic A នៅក្នុង MSNR key level បើសិនជាសម្រាប់អ្នកទាំងអស់គ្នាណាដែលពួកគាត់មិនយល់ច្បាស់អំពីវាយើងអាចបដូរវាទៅឡានឆាតបានហើយក្នុងឡានឆាតនេះគឺវាមានទម្រង់បែបនេះអញ្ចឹងអ្នកទាំងអស់គ្នាអាចចំណាំវាបានឲ្យតែមានទម្រង់បែបនេះគឺវាមានន័យថាវាជា classic A ឬក៏ support ឥឡូវគឺយើងនឹងមកស្វែងយល់ទាំងអស់គ្នាអំពី classic V ម្ដងសម្រាប់ classic A គឺខ្លីៗប៉ុណ្ណឹងទេអញ្ចឹងយើងនឹងមកស្វែងយល់ពី classic V ម្ដងហើយសង្ឃឹមថាវីដេអូនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចូលថ្មីផងដែរឥឡូវយើងឃើញ classic V នេះគឺជាទម្រង់នៃ classic V អញ្ចឹងយើងចាប់ខាងក្រោមនេះជា classic V ខ្ញុំសូមបើកវងកញ្ចក់បន្តិចសម្រាប់អ្នកទាំងអស់គ្នាអំពី key level MSNR បើសិនជាគ្មាន liquidity ឬក៏ PDRA ណាមួយសម្រាប់ទប់តម្លៃទេ key level MSNR វាអាចទៅរួចទេដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងកន្លែងនេះគឺជា fair value gap ដែលអ្នកទាំងអស់គ្នាគួរតែចាប់វាជាកន្លែងទប់តម្លៃហើយកន្លែងនេះគឺវា liquidity ដូចដែលយើងបានដឹងទាំងអស់គ្នាអញ្ចឹង liquidity ផ្សារគឺអាចវារត់បានដោយសារ liquidity អញ្ចឹងបើសិនជាគ្មាន liquidity ទៅដល់ទេគឺ key level ទាំងអស់ហ្នឹងគឺគ្មានន័យទេដូចដែលយើងបានឃើញអញ្ចឹង classic V នេះគឺវារានបានដោយសារតែមាន liquidity ហើយនឹងជាមួយនឹង fair value gap ទប់តម្លៃនៅទីនេះផងគ្រាន់តែវា reject ហើយវាឡើងទៅលើដល់ pot C liquidity សម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណឹងដែរសង្ឃឹមថាអ្នកនរគ្នាជួយចុច like ជួយ subscribe ហើយខ្ញុំនឹងជិះវីដេអូ key level បន្ទាប់បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអ្នកទាំងអស់គ្នាអាច drop នៅក្រោម comment នេះផងដែរខ្ញុំនឹងព្យាយាមឆ្លើយតបហើយសម្រាប់អ្នកទាំងអស់គ្នាដែលចង់ចូល Telegram community របស់យើងគឺអ្នកទាំងអស់គ្នាអាចឆែកនៅក្នុង link របស់ bio ខាងក្រោម